ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួរ ចម្រើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាដល់កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាត និងស្រុកកណ្ដាលស្ទឹង បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញាករណីលួចមានស្ថានទម្ងន់ទោសធាក់ប្លន់យកម៉ូតូចំនួន3ករណីរួមមានករណីទី1កាលឡើងនៅថ្ងៃទី17ខែសីហាឆ្នាំ2025នៅវេលាម៉ោង 1:30 នាទីយប់រំលងអធ្រាត្រនៅចំណុចផ្លូវជាតិលេខ21ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្វាយជួរឃុំកោះខាលស្រុកស្អាងខេត្តកណ្ដាល2ករណីកើតហេតុនៅថ្ងៃទី13ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 5:00 នាទីទៀបភ្លឺពេលព្រឹកនៅចំណុចជិតគណៈបកប្រជាជនកម្ពុជានៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលនិងករណីទី3កើតឡើងនៅថ្ងៃទី30ខែមករាឆ្នាំ2026នៅវេលាម៉ោង 3:50 នាទីទៀបភ្លឺនៅចំណុចបណ្ដោយផ្លូវជាតិលេខ2ស្ថិតនៅក្នុងភូមិព្រែកស្លែងឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបច្ចុប្បន្នកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន3នាក់និងកំពុងកសាងសំណុំរឿងចាត់តាមវិធានការទៅតាមនីតិវិធីច្បាប់ដោយឡែកមុខសញ្ញាដែលនៅសេសសល់កម្លាំងជំនាញកំពុងតែបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនចាត់ការទៅតាមនីតិវិធីច្បាប់ហើយនេះគឺជាវីដេអូដែលក្រុមជនសង្ស័យធ្វើការទាត់ធាក់ប្លន់ម៉ូតូអ៊ំស្រីម្នាក់ដែលគាត់ឡើងមកទិញបន្លែនៅឯទីក្រុងភ្នំពេញដែលកើតហេតុនៅថ្ងៃទី30ខែមករាឆ្នាំ2026